ngày nè mê thêm tực đốn xóm sna bục mai bông bồn đại tùm nê pi ca nghe ngày tròn nè xóm anh chênh cho ruộng mộc lụa xâm lo ngao tạp bèng sạch rụt tray ăn cái chong rư nông sraiសូមអញ្ជើញពុកម៉ែបងប្អូនចូលរួមភ្លក់សាមើមើជាមួយមេធីមនៅចុងក្បាលវីដេអូនេះបាទគឺសំឡស្នាដៃមេធីមទឹកដួងពីរនាក់មេធីមរួមកម្លាំងគ្នាបាទមុននឹងធ្វើសំឡស្ងោរតាពាំងមេធីមទឹកដួងត្រូវតែយកខ្យងស្ងោរហើយកោះសម្អាតលាងទឹកឲ្យស្អាតហើយយកមកស្រោចទឹកទៀតបាទបងប្អូនយកមកស្រោចទឹកទើបយកមកស្លោជាមួយនឹងតាពាំងបន្លែផ្អែមសាច់ជ្រូកត្រីអណ្ដែងអាំងបាទបងប្អូនរួមមិត្តបាទរួមមិត្តផងរួមកម្លាំងសាមគ្គីជាមួយមេធីមផងបាទឥឡូវនេះឆ្នាំងបានក្តៅហើយបងប្អូនមេធីមចាប់ផ្ដើមរូតរះហើយចាក់ខ្ទឹមចូលបាទបន្ទាប់ពីចាក់ខ្ទឹមបងប្អូនមេធីមទឹកដួងមកបង្ហាញរសជាតិត្រីអណ្ដែងសិនបាទត្រីអណ្ដែងអាំងទិញពីផ្សារទេបងប្អូនបន្ទាប់ពីខ្ទឹមយើងបានឈ្ងុយហើយមេធីមទឹកដូងចាប់ផ្ដើមឲ្យមេធីមដាក់សាច់ជ្រូកបាទសាច់ជ្រូកខ្លាញ់ៗបន្តិចជាមួយនឹងស្លឹកគ្រៃបាទដើម្បីកូរជាមួយនឹងអង្ករបាទកូរជាមួយអង្ករខ្ទឹមសនិងសាច់ជ្រូកដើម្បីលីងឲ្យចូលជាតិគ្នាឲ្យជះក្លិនឲ្យឈ្ងុយបន្ទាប់មកទៀតចាក់ខ្យងបាទខ្យងឬក្នុងស្រែទេពុកម៉ែបងប្អូនអើយនិយាយពីថាខ្យងយើងឥឡូវវាអស់ហើយបាទមានតែខ្យងផ្ទះលេខ2ហ្នឹងទេបាទបងប្អូនដោយសារតែការឃ្លានយើងដើរឬក្នុងស្រែយកមកធ្វើមកហូបស្ងោរតាពាំងបាទចាក់តាពាំងចាក់គ្រឿងក្រៅប្រហុកស្ករសបែកចែងទឹកត្រីទៅតាមចំណូលចូលចិត្តបាទកូរជាមួយតាពាំងឲ្យចូលជាតិគ្នាសិនបាទបន្ទាប់ពីចូលជាតិគ្នាហើយបាទបងប្អូនរៀងគឺខាន់ស៊ីខាន់ញ៉ាំឥឡូវចាក់ទឹកបាទចាក់ទឹកចំនួន1បោយបាទចាក់ទឹកចំនួន1បាយបិទក្រមុំឆ្នាំងមកងាស់អស់រយៈពេលបាទ30នាទីទៅ25នាទីឲ្យតាពាំងហ្នឹងបាត់រសជាតិខាសិនបាទទើបដាក់បន្លែផ្អែមជាមួយត្រីអាំងចូលបាទបងប្អូនឥឡូវនេះបាទបងប្អូនអើយសម្លស្ងោរតាពាំងបានឆ្អិនហើយបាទនេះបាទស្ងោរតាពាំងឆ្អិនហើយសូមអញ្ជើញពុកម៉ែបងប្អូនចូលរួមបាទភ្លក់ជាមួយមេធីមទឹកដូងទាំងអស់គ្នាបាទអាកន្លែងដាក់បន្លែផ្អែមដាក់ត្រីចូលបាទបងប្អូនអើយមេធីមទឹកដូងកាត់ចោលបាត់ទៅហើយអញ្ចឹងទៅតាមដំណើរប្រោយទៅបាទបងប្អូននេះអូយដោយសារតែឆ្ងាញ់ពេកបាទញ៉ាំផងរំផងបាទនៅក្រោយខ្នងនេះសិតតែបន្លែធម្មជាតិគឺដើមរនោងបាទបងប្អូនអើយមានផ្លែហើយផ្លែប៉ុនមេដៃមេជើងទេបាទបងប្អូនប្រហែលជា3-4ថ្ងៃទៀតអាចឆាជាមួយពងទាជាមួយនឹងកពឹសបានហើយបាទកពឹសពងទាឆាផ្លែរនោងដឹងតែឆ្ងាញ់ដឹងតែជាតិដែររសជាតិមុខម្ហូបបែបស្រុកស្រែស្នាដៃមេធីមទឹកដូងរួមកម្លាំងគ្នាសាមគ្គីជាមួយមេធីមជាថ្លុងមួយបានសម្លចំនួន1ឆ្នាំងបាទដើម្បីចែកកូនញ៉ាំពេលថ្ងៃត្រង់ជំរាបលាបាយបាយបិទ